ការអត្រាបានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋបាននៅក្នុងពិធីផ្សព្វផ្សាយនោះយើងឃើញថាលោករដ្ឋមនោរមនីបានតំណាងអង្គការអត្រាបានមានប្រសាសន៍ថាការជក់បារីនិងការប្រើប្រាស់ថ្នាំជក់ធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងក្រុមគ្រួសារផងដែរហើយលោកជំរុញឲ្យអ្នកដែលជក់បារីនឹងនៅឆ្ងាយពីអ្នកដែលមិនប្រើប្រាស់បារីបាទហើយយើងបញ្ចប់ព័ត៌មានអំពីការផ្សព្វផ្សាយកុំឲ្យមានការប្រើប្រាស់បារីនៅទីប្រជុំជនក៏ដូចជានៅតាមកន្លែងសាធារណៈបាទបញ្ចប់តែប៉ុណ្្នឹងចាស់កញ្ញាស៊ីនេះចាលោកអ្នកហើយចុងក្រោយនេះខ្ញុំមានដំណឹងសួររបស់បងប្អូនចាថ្ងៃនេះដូចរឿងច្រើនណាគឺដំណឹងសួររបស់បងប្អូនចាគឺនេះខ្ញុំឈ្មោះរតបូណាអាយុ48ឆ្នាំសប្តាហ៍ថ្ងៃស្នាក់នៅភូមិលៀចឃុំលៀចស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់សូមសួររកម្ដាយឈ្មោះសារ៉ាតពីសង្គមជាអ្នករំលខោនលួងឪពុកឈ្មោះរតធាតពីសង្គមគឺជាគ្រូបង្រៀនហើយនឹងសូមសួររកបងប្អូនខាងឪពុកម្ដាយទាំងអស់ដែលមិនបានចាំឈ្មោះហើយការពីមុនគឺមុនចូលប៉ុលពតចាគឺគ្រួសារគាត់រស់នៅចិត្តរោងកុនឋានសួរបើសិនជាបងប្អូនបានឮហើយសូមទំនាក់ទំនងទូរស័ព្ទលេខ012 57 50 68មួយខ្សែទៀត097 38 13 168ចាមួយទៀតនោះគឺដំណឹងសួររកចាប្តីនឹងកូននាងខ្ញុំឈ្មោះអឿសូនីតាអាយុ25ឆ្នាំសប្តាហ៍ថ្ងៃរស់នៅ